គោរពរាប់អានចំពោះពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដោយសេចក្តីគោរពជ្រះថ្លាជាបន្តទៅសូមពុទ្ធបរិស័ទតាមដានស្ដាប់នៅការសម្ដែងព្រះធម៌អំពីបារមីធម៌ដែលសម្ដែងដោយលោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវង្សកណាណាខ្ញុំកាលណាខ្ញុំបានអាននៅសិភៅបារមីភាគ2ទាំងណាញាតិញោមស្ដាប់ទៅពីរោះទេណាណាភាពជាករិយាមិនងាយមានឱកាសរកសេចក្តីសុខក្នុងនៃកម្មៈបានដែរណាបងនិតណាហើយសេចក្តីប្រាថ្នាក្នុងកាមដូចជាយកកណ្ដាតលិតវាទឹកខ្មុំតែជាប់ទៅនឹងមុខដើមដល់មុតអញ្ចឹងឯងស្ដាប់ហើយគិតហើយពិចារណាណាទាំងកាមទាំងឡាយតាំងនៅជាមួយនឹងសេចក្តីសៅមងគ្រប់យ៉ាងមានការចង្អៀតចង្អល់ច្រើនដោយបុត្រនិងភរិយាជាដើមណាគុណចាស់ទៀតកវល់កវាយដោយការតាំងចិត្តធ្វើនៅការងារច្រើនយ៉ាងមានកសិកម្មពាណិជ្ជកម្មជាដើមការបម្រើកាមមិនមានពេលសម្រាប់ខ្លួនឯងស្ដាប់ឲ្យបានយកទៅគិតទៀតមានតែសញ្ញាវិបរិតដូចជាគ្រឿងប្រដាប់កាយរបស់មនុស្សឈួតយើងមើលមនុស្សឈួតស្លៀកពាក់អាណៃអាណោងជួកំប៉ុងជួត្រឡោកអាហ្នឹងយើងគិតមើលមនុស្សឈួតហ្នឹងវាយ៉ាងម៉េចហើយគិតមករឿងអ្នកបរិភោគកាមមើលទៀតអាយិញអាយងអាណេងអាណោងអាយាយអាយ៉ៃសពគ្រប់ទាំងអស់ហើយអត់ដឹងទេអត់ដឹងខ្លួនទេទៀតមានការតបស្នងដោយរបស់មិនស្អាតខូចគេឈ្មោះនឹងការតបស្នងពីកាមគុណត្រឡប់មកវិញទៀតមិនឆ្អែតដោយផឹកទឹកអំបិលឬក៏ដូចជាគ្រាន់តែយកណាគ្រាន់តែលិតទឹកដែលសើមនឹងចុងម្រាមស្រេកទឹកហើយលិតទឹកសើមនឹងចុងម្រាមអញ្ចឹងឆ្អែតទេមិនឆ្ងាញ់ទេមានការអន្ទះសាតែហេតុតហប់ណាត្រេកអរស្វែងរកព្រោះតែការស្រេកឃ្លានប៉ុណ្ណោះតាមពិតកាមគុណអត់ឆ្ងាញ់ទេតែនេះមកពីឃ្លានតែប៉ុណ្ណោះណាជាហេតុប្រមូលរូបរួមនៅសេចក្តីវិន័យដូចនុយនឹងថ្លៃសន្ទូចទាំងកាមគុណប្រមូលរូបរួមនៅសេចក្តីវិន័យទាំងអស់ប្រជុំចុះក្នុងកាមគុណទាំងដូចនុយបិទនឹងថ្លៃសន្ទូចចឹងជាហេតុឲ្យកើតទុកក្នុងកាលទាំង3ទាំងកាលទាំង3មុននឹងស្វែងរកគ្រាន់តែតាំងចិត្តចង់បានកាលមួយឲ្យបានមកកើតទុកទៀតវិន័យទៅកើតទុកមកពេលទៀតកាលទាំង3ដូចកម្ដៅភ្លើងចឹងមានការចងជាគ្រឿងសម្គាល់ដូចជាជួរចាប់ស្វាជាប់ជើង2វាយកជើង2ទៅបេះជាប់ជើងទាំង2ទៀតយកក្បាលទៅបេះជាប់ក្បាលមួយទៀតចំណងទាំង5ទៀតណាជាទីតាំងនៃភ័យដូចជានៅផ្ទះរួមជាមួយសត្រូវអញ្ចឹងកាមគុណនោះជាចំណីរបស់កិលេសមាដូចជាចិញ្ចឹមសត្រូវអញ្ចឹងមានទុកកើតពីការប្រែប្រួលទៅដូចជាសម្បត្តិមកស្របអញ្ចឹងកំពុងតែធ្វើបរិជាស្រាប់តែបិទឆាទៅយ៉ាងម៉េចទៅណាហ្នឹងរឿងកាមគុណអញ្ចឹងដើរតួជាសិទ្ធិអូមានបរិវារមានអីបិទឆាព្រឹកតែមើលក្រៅឆាតអាហ្នឹងទាំងណាប្រែប្រួលទៅដូចសម្បត្តិមកស្របណាកាមគុណទាំងមានការដុតខាងក្នុងដូចជាភ្លើងឆេះក្នុងដើមឈើដែលប្រហោងក្នុងអញ្ចឹងឯងណានឹងរឿងកាមគុណទាំងយើងមើលឃើញល្អខាងក្រៅទេប៉ុន្តែខាងក្នុងត្រូវភ្លើងឆេះឲ្យងុំដូចភ្លើងឆេះរូងឈើអញ្ចឹងខ្ញុំដែរឃើញទេណារឿងកូនរឿងប្តីរឿងប្រពន្ធរឿងស្អីសពគ្រប់ភ្លើងឆេះខាងក្នុងទាំងដូចជាកំណាត់ឆ្អឹងដែលអត់សាច់ដោយអត់ថានឿយហត់អត់អំពើទាំងណាដូចជាដុំសាច់នៃសត្វដណ្ដើមគ្នាដោយអត់ថាលំបាកដល់ក្រៃលែងក្នុងការហួងហែងដូចជារណ្ដឹងរងើកភ្លើងដូចជាគប់ភ្លើងកាន់បញ្ច្រាស់ខ្យល់ដូចការយល់សពដូចកំបិតនឹងជ្រុញឡាក់កាលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងហើយគួរបួសនៅក្នុងព្រះសាសនារបស់ព្រះអង្គគ្រាកាលដែលបួសហើយក៏បីតាំងនៅក្នុងសិលគួរសមាទាននៅទុសង្កគុណដើម្បីសេចក្តីផុតផង់នៃសីលបារមីនោះឯងពិតណាស់ព្រះមហាបរោះទាំងឡាយសមាទាននៅទុតាំងកៈធัวហើយរក្សានៅទុដងទាំងនោះដោយប្រពៃជាអ្នកប្រាថ្នាតិចសណ្ដោកមានសមាចារទាំងពួងបរិសុទ្ធតែដោយគុណជាអ្នកមានសិលដែលរកទោសមិនបានជាអ្នកមានមន្ទិលគឺកិលេសខ្ពុលចេញដោយទឹកគឺគុណធម៌ធ្វើឲ្យកិលេសខ្ពុលចេញដោយដុសធ្មេញអញ្ចឹងណាមានការដុសខាត់កិលេសស្ងាត់មិនច្បោកច្បល់ប្ររពសេចក្តីជាយាមជាអ្នកចិញ្ចឹមងាយមានចិត្តតម្កល់មមជាដើមតាំងនៅក្នុងអរិយវង្សចូលដល់ឈានដែលមានប្រភេទជាឧបចារៈនិងអបណាតាមសំគួរក្នុងអារម្មណ៍40ដើម្បីសម្រេចនៅអរិយវង្សគឺជាអ្នកត្រេកអរក្នុងភាវនាដោយប្រការដូចនេះឯងដែលព្រះមហាបរោះបំពេញនៅនៃកម្មបារមីដោយប្រពៃហើយក្នុងទីនេះក៏បីពោលនៅកម្មដ្ឋានដោយពុស្ដានិងវិធីភាវនានៃសមាធិភាវនា40គឺកសិន10អសព10អនុសតិ10ព្រមវិវេ4អរូបវិជ្ជា4សញ្ញាដែលសម្គាល់ក្នុងអាហារថាបរិគោល1និងវវត្តឋានៈគឺការកំណត់ធាតុ4មានធាតុដីជាដើមទាំងអស់នេះពោលទុកដោយពុស្ដាហើយក្នុងគម្ពីរវិសុទ្ធមគ្គពិតណាស់ក្នុងគម្ពីរវិសុទ្ធមគ្គនោះ
លោកពោលដោយអំណាចនៃសាវកៈពោធិសត្វតែម្យ៉ាងតែប៉ុណ្ណោះសំបីសិលក៏ដូចគ្នាតែក្នុងទីនេះពោលដោយបុគ្គលជាអ្នកឆ្លាតក្នុងអបាយដោយអំណាចនៃករណានៃព្រះមហាពោធិសត្វសេចក្តីផ្សេងគ្នានេះមានដោយប្រការដូចនេះឯងក៏បីជ្រាបលំដាប់នៃកម្មបារមីក្នុងទីនេះដោយប្រការយ៉ាងនេះពន្លឺអ្វីស្មើដោយពន្លឺបញ្ញាមិនមានក៏បីជ្រាបលំដាប់នៃការបប្រតិបត្តិនៅបញ្ញាបារមីមានដូចតទៅបញ្ញាជាពន្លឺភ្លឺស្វាងរមែងមិនរួមជាមួយនឹងមោហៈដែលជាសភាវៈងងឹតព្រោះហេតុដូច្នោះព្រះបរមពុរិស័ទដែលបំណងនឹងបំពេញនៅបញ្ញាបារមីឲ្យសម្បូរទៅបានវាចាកនៅហេតុនៃមោហៈជាមុនក៏បីជ្រាបហេតុនៃមោហៈមានដូចតទៅចាំមើលញាតិញោមស្ដាប់មើលមានហេតុនៃមោហៈក្នុងខ្លួនមានប្រមាណណាចាំរត់ទៅណាការច្រណែនការស្ពឹកស្រពន់ទម្រុនខ្លួនការជ្រប់ងប់នៅក្នុងសេចក្តីសោកការខ្ជិលច្រអូសការត្រេកអរក្នុងការច្បោកច្បល់ដោយពួកគណៈការដេកលក់ច្រើនការមិនតាំងចិត្តឲ្យពិតប្រាកដការមិនចាប់អារម្មណ៍ក្នុងញាណការប្រកាន់ខ្លួនការមិនសាកសួរការមិនរក្សារាងកាយឲ្យល្អការមិនតម្កល់ចិត្តឲ្យតាំងមាំការសេពគប់បុគ្គលអន់ថយដោយបញ្ញាការមិនចូលទៅចិត្តបុគ្គលដែលមានបញ្ញាការមើលងាយខ្លួនឯងការគិតត្រេះរិះខុសការប្រកាន់វិបរិតគឺប្រកាន់អ្វីអ្វីផ្លែកដែលខុសពីធម្មតានៃការពិតទិដ្ឋិ62ណាការមិនមាននៅសេចក្តីសង្វេគនិវរណៈ5និងការដែលខ្សែគប់ក្នុងនឹងការដែលមិនខ្សែគប់នៅក្នុងព្រះធម៌ទៀតណាឬណាស្វែងយល់អំពីព្រះធម៌ដោយសេចក្តីសង្ខេបតិចតួចពេកគឺណាគឺបានន័យថាខ្សែគប់ក្នុងព្រះធម៌ក៏ខ្សែគប់ដែរប៉ុន្តែខ្សែគប់ដោយសង្ខេបតិចតួចឬក៏មិនខ្សែគប់តែម្ដងណាអានឹងជាហេតុនៃមោហៈណាឬក៏ស្វែងយល់អំពីព្រះធម៌ហ្នឹងដោយសង្ខេបតិចតួចណារៀនទៅស្វែងយល់តិចតួចទៅយល់ក៏យល់មិនយល់អីទៅសិតតែហេតុនៃមោហៈទាំងអស់ទៀតណាហ្នឹងមាននៅក្នុងខ្លួនញាតិញោមប្រមាណរាប់មិញទៅឃើញប្រមាណឈប់រាប់អស់លេងណាច្រើនពេកទៅឈប់រាប់ណាបញ្ញាដែលនៅមិនទាន់កើតឡើងរមែងមិនកើតឡើងបញ្ញាដែលកើតឡើងហើយរមែងសាបសូន្យទៅចឹងព្រះមហាបរោះវាចាក់ហេតុនៃសេចក្តីវង្វេងទាំងអស់នេះហើយធ្វើនៅសេចក្តីជាយាមក្នុងពហុសច្ចៈគឺការចេះដឹងច្រើននឹងនៅក្នុងឈានជាដើមដោយប្រការដូចនេះឯងក៏បីជ្រាបអំពីការចែកលក្ខណៈនៃពហុសច្ចៈដោយតទៅនេះគឺពហុសច្ចៈក្នុងខណ្ឌ5រៀនឲ្យចេះដឹងច្រើនទៀតពីខណ្ឌ5ពីអាយតនៈ12ពីធាតុ18ពីអរិយសច្ចៈ4ពីឥន្ទ្រី22បរិច្ចសមុបត្តិ12សតិប្បដ្ឋាន4និងប្រភេទនៃធម៌មានកុសលជាដើមនិងពហុសច្ចៈដែលប្រទៅក្នុងការបំពេញនៅបញ្ញាបារមីណានេះកំពុងកិច្ចបប្រតិបត្តិក្នុងបញ្ញាបារមីទាំងវិជាដែលមិនមានទោសក្នុងការព្យាករពិសេសដែលប្រកបដោយវិធីនាំប្រយោជន៍សុខឲ្យដល់សត្វទាំងឡាយក៏បីឲ្យកើតនៅសត្វតមយបញ្ញាដោយការចុះកាន់សត្វវិស័យគឺសិក្សារៀនសូត្រឲ្យបានច្រើនយ៉ាងណាគ្រប់ប្រការដោយបញ្ញាដែលជាការឆ្លាតក្នុងអបាយជាខាងដើមដោយសតិដោយវិរិយៈដោយការរៀនដោយការស្ដាប់ដោយការត្រួតត្រងចាំទុកការសន្សំការសាកសួរដោយល្អហើយឲ្យអ្នកដទៃតាំងនៅក្នុងបញ្ញានោះដោយប្រការដូចនេះឯងការដែលយើងរៀនចេះដឹងច្រើនហើយឲ្យអ្នកដទៃតាំងនៅក្នុងបញ្ញានោះផងក៏ជាកិច្ចក្នុងបញ្ញាបារមីដែរណាម្យ៉ាងទៀតបញ្ញាដែលជាបរិធានដែលនឹងធ្វើឲ្យសត្វទាំងឡាយបានសម្រេចដល់ទិសដៅជាអ្នកឆ្លាតក្នុងហេតុនៃសេចក្តីចម្រើនហេតុនៃសេចក្តីវិន័យនិងជាអ្នកឆ្លាតក្នុងឧបាយកិច្ចចេញពីហេតុនៃសេចក្តីវិន័យតាំងនៅក្នុងហេតុនៃសេចក្តីចម្រើនឆ្លាតក្នុងអ្វីដែលគួរធ្វើជាបុគ្គលដែលញ៉ាំងសត្វទាំងឡាយឲ្យមានការសម្លឹងពិនិត្យដោយយោនិសោមនសិកាទៅក្នុងអាការៈនៃសភាវធម៌មានខណ្ឌជាដើមក៏បីឲ្យកើតចិន្តាមយបបញ្ញាដល់សត្វទាំងឡាយនោះជាអ្នកញ៉ាំងលោកយបបញ្ញាឲ្យកើតឡើងដោយអំណាចនៃការកំណត់លក្ខណៈរបស់ខ្លួននិងសាមញ្ញលក្ខណៈរបស់ខណ្ឌជាដើមក៏បីឲ្យសម្បូរទៅដោយភាវនាមយបញ្ញាដែលជាចំណែកខាងដើមពិតណាស់នេះគ្រាន់តែជានាមរូបដែលកើតឡើងនឹងរលត់ទៅដោយបច្ច័យទាំងឡាយតាមសំគួរក្នុងរឿងនេះ
មិនមានអ្នកណាធ្វើដោយខ្លួនឯងឬអ្នកដទៃធ្វើឡើយជាការមិនទៀងព្រោះមានហើយត្រឡប់ជាមិនមានវិញជាទុក្ខព្រោះកើតឡើងហើយត្រូវវិនិច្ឆ័យបែកធ្លាយជាអនត្តាព្រោះមិននៅក្នុងអំណាចខ្លួនដោយហេតុនោះព្រះមហាបរោះកំណត់ទាំងធัวខាងក្នុងនិងធัวខាងក្រៅមិនឲ្យសល់លះបង់ការជាប់ជំពាក់ក្នុងធัวនោះនិងឲ្យអ្នកដទៃលះបង់ការជាប់ជំពាក់នោះក្នុងធัวនោះផងដែរដោយអំណាចនៃករណាធัวតែម្យ៉ាងប៉ុណ្ណោះព្រះពុទ្ធគុណនៅមិនទាន់មកដល់កណ្ដាប់ដៃតារាបណាតារាបនោះព្រះមហាបរោះញ៉ាំងសត្វទាំងឡាយឲ្យតាំងនៅក្នុងបញ្ញាទាំង3គឺបញ្ញាថ្នាក់ស្ដាប់មួយបញ្ញាថ្នាក់គិតពិចារណាមួយនិងបញ្ញាថ្នាក់អប់រំចម្រើនមួយធ្វើឲ្យមានសេចក្តីចម្រើនជាភ័យយោភាពញ៉ាំងឈានវិមុខសមាធិនិងសមាបត្តិព្រមទាំងអបញ្ញាដែលជាលោកីឲ្យដល់នៅសេចក្តីជំនាញឲ្យសម្រេចដល់ទីបំផុតនៃបញ្ញាក្នុងអបញ្ញាជាលោកីនោះភាវនាបញ្ញាគឺអបញ្ញាទាំងឡាយបានដល់អធិវិជ្ជញាណអបញ្ញាខាងសម្ដែងរិទ្ធទេពសោតធាតុញាណអបញ្ញាខាងតិចទេពចិត្តោបរិយញ្ញាណអបញ្ញាខាងដឹងចិត្តនិរតីពុពេនិវាសានុសតិញាណអបញ្ញាខាងរលឹកជាតិមុនទេពចក្ខុញាណអបញ្ញាខាងភ្នែកទេពយថាកម្មឧបកញ្ញាណអបញ្ញាខាងដឹងកុសលកម្មនិងអកុសលកម្មក្នុងជាតិមុនអនាគតសញ្ញាណអបញ្ញាខាងដឹងអនាគតអធិវិជ្ជញាណរមែងប្រព្រឹត្តទៅក្នុងអារម្មណ៍7គឺបរិត្តារម្មណ៍1មហាកតារម្មណ៍1អតីតារម្មណ៍1អនាគតារម្មណ៍1បច្ចុប្បន្នារម្មណ៍1អឆតតារម្មណ៍1បហិទ្ធិរម្មណ៍1អានេះយកទៅគិតគឺពិសេសណាស់នេះតេតួងនឹងគម្ពីរមហាប្រធានដែលយើងរៀនឲ្យចេះពីអារម្មណ៍បានយើងយល់ទៅក្នុងអបញ្ញាហ្នឹងកាន់តែច្រើនឡើងទៀតបានខ្ញុំស្រង់យកមកដាក់ទេពសោតញ្ញាណប្រព្រឹត្តទៅក្នុងអារម្មណ៍4គឺបរិត្តារម្មណ៍បច្ចុប្បន្នារម្មណ៍អឆតារម្មណ៍បហិទ្ធិរម្មណ៍ចេតោបរិញ្ញាណប្រព្រឹត្តទៅក្នុងអារម្មណ៍8គឺបរិត្តារម្មណ៍1មហាកតារម្មណ៍1អបមានារម្មណ៍1មគ្គរម្មណ៍1អតីតារម្មណ៍1អនាគតារម្មណ៍1បច្ចុប្បន្នារម្មណ៍1បហិទ្ធិរម្មណ៍1ពុពេនិវាសានុសតិញ្ញាណប្រព្រឹត្តទៅក្នុងអារម្មណ៍8គឺបរិត្តារម្មណ៍1មហាកតារម្មណ៍1អបមានារម្មណ៍1មគ្គរម្មណ៍1អតីតារម្មណ៍1អឆតារម្មណ៍1បហិទ្ធិរម្មណ៍1និងនិវត្តតពារម្មណ៍គឺបញ្ញត្តិ1ទេពចក្ខុញ្ញាណប្រព្រឹត្តទៅក្នុងអារម្មណ៍4គឺបរិត្តារម្មណ៍1បច្ចុប្បន្នារម្មណ៍1អឆតារម្មណ៍1បហិទ្ធិរម្មណ៍1យថាកម្មឧបកញ្ញាណប្រព្រឹត្តទៅក្នុងអារម្មណ៍5គឺបរិត្តារម្មណ៍1មហកតារម្មណ៍1អតីតារម្មណ៍1អឆតារម្មណ៍1បហិទ្ធិរម្មណ៍1ណាហ្នឹងយថាកម្មឧបកញ្ញាណគឺមានកាមាវចរៈនិងមហកតៈដែលជាកុសលកម្មនិងអកុសលកម្មនឹងជាអារម្មណ៍ទៀតអនាគតសញ្ញាណប្រព្រឹត្តទៅនៅក្នុងអារម្មណ៍8គឺបរិត្តារម្មណ៍1មហកតារម្មណ៍1អបមានារម្មណ៍1មគ្គរម្មណ៍1អនាគតារម្មណ៍1អឆតារម្មណ៍1បហិទ្ធិរម្មណ៍1និងនិវត្តតពារម្មណ៍1ញាណទាំង7មាននៅក្នុងបរិសម្ពិទេមញាណនិទេសបៃដកលេខ69និងអត្ថកថាទាំងគុណាហ្នឹងនៅក្នុងអត្ថកថាពុពេនិវាសានុសតិញាណនិទេសបានសម្ដែងថាណាពី3minuttទៀតជាប់ហើយខាងចុងនេះពិសេសណាស់ចាំស្ដាប់ឲ្យមែនទេដើម្បីយើងយកអារម្មណ៍ទៅធ្វើពុទ្ធាពិសេសទាំងក្នុងវេលាម៉ោង5កន្លះនេះណាអន្តរថ័យទាំងឡាយរមែងរលឹកបាន40កាប់មិនលើសពីនេះឡើយព្រោះហេតុអ្វីព្រោះពួកអន្តរថ័យមានបញ្ញាទន់ខ្សោយពិតណាស់បញ្ញារបស់ពួកអន្តរថ័យនោះទន់ខ្សោយព្រោះមិនមានការកំណត់ដឹងនៅនាមរូបពុទ្ធសាវកធម្មតារមែងរលឹកបាន100កាប់ខ្លះ1000កាប់ខ្លះព្រោះមានបញ្ញាចាស់ខ្លាឯមហាសាវក80អង្គរលឹកបាន100,000កាប់100,000ផែនដីណាព្រះអគ្គសាវកទាំងពីររលឹកបាន1អាសង្ខ័យនិង100,000កាប់ទៀតក្នុងព្រះអត្ថកថាឯកតកៈរបស់ព្រះនាងផត្តាកិចាណាធិរីរេហុលមេតាសម្ដែងថានៅក្នុងព្រះសាសនានេះអ្នករលឹកជាតិបាន1អាសង្ខ័យនិង100,000មហាកាប់នឹងមាន4អង្គគឺព្រះអគ្គសាវកទាំងពីរនិងព្រះពាកលិតថែ1និងព្រះនាងផត្តាកិចាណាធិរី1 4អង្គនឹងរលឹកជាតិបានគឺ1អាសង្ខ័យផែនដីទៀតតែយើងគិតមើលមួយផែនដីហ្នឹងប្រមាណជាតិទៅមួយអាសង្ខ័យលេខ10140រលឹកបានទាំងអស់ទៀតណាហើយថែម100,000កាប់ទៀតព្រះបច្ចេកពុទ្ធរលឹកបាន2អាសង្ខ័យនិង100,000ផែនដីព្រោះអភិនិហារបស់ព្រះបច្ចេកពុទ្ធទាំងនោះមានប្រមាណត្រឹមនេះព្រះសម្មាសម្ពុទ្ធទាំងឡាយរលឹកបានមិនមានកំណត់អស្ចារ្យបណ្ណាទៀតអត់មានកំណត់ថា20អាសង្ខ័យ1000 10000 100,000អាសង្ខ័យផែនដីអត់មានកំណត់ព្រះសម្មាសម្ពុទ្ធមានប្រញាណយ៉ាងណាក៏បណ្ដាបុគ្គលទាំង6ពួកនេះមានការរលឹកដល់ជាតិមុនមានសេចក្តីប្រៀបដូចតទៅ6ណាទី1ការឃើញជាតិមុនរបស់ពួកអន្តរថ័យគឺដូចពន្លឺ7អំពែកចឹងអានឹង40កាប់ប្រៀបបីដូចជាពន្លឺ7អំពែកចឹងទី2ញាណរបស់ព្រះសាវកធម្មតាដូចពន្លឺប្រទីប
នឹងរលឹកបាន100 1000 10000អីចឹងទៅទៀតទី3ញាណរបស់ព្រះមហាសាវកអសីតិសាវក80អង្គមានព្រះមហាកស្សបៈព្រះអនន្តព្រះផតយៈអីជាដើមហ្នឹងណាដោយពន្លឺគប់ភ្លើងទៀតណាទី4ញាណរបស់ព្រះអគ្គសាវកទាំងពីរមានព្រះសិរីបុត្រប្រមុខកលៀនជាដើមហ្នឹងហើយនឹងព្រះពាកលៈនិងព្រះនាងផតទាកយាណាណាគឺថាមានពន្លឺញាណដូចជារស្មីនៃផ្កាយព្រឹកណាហើយទី5ញាណរបស់ព្រះបច្ចេកពុទ្ធមានពន្លឺរស្មីដូចព្រះច័ន្ទទៀតញាណរបស់ព្រះសម្មាសម្ពុទ្ធរមែងប្រកាសដូចជាមណ្ឌលព្រះអាទិត្យក្នុងសរទកាលប្រដាប់ដោយរស្មី1000 ដួងទៀតណាញាណរបស់ព្រះបច្ចេកពុទ្ធប្រហែលពន្លឺព្រះច័ន្ទទេតែញាណរបស់ព្រះសម្មាសម្ពុទ្ធដូចជាព្រះអាទិត្យពេញដោយរស្មីក្នុងសរទសម័យមេឃសាឡាណាហើយពន្លឺព្រះអាទិត្យនឹង1000 ដួងតែនឹងញាណរបស់ព្រះសម្មាសម្ពុទ្ធហើយប្រៀបមើលទៀតប្រៀបជាមួយនឹងព្រះសិរីបុត្រជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានបញ្ញាហើយមិនអញ្ចឹងណាប្រៀបប្រហែលគ្នានឹងពន្លឺផ្កាយព្រឹកតែប៉ុណ្្នឹងទេបើប្រៀបជាមួយនឹងព្រះសម្មាសម្ពុទ្ធដូចពន្លឺព្រះអាទិត្យគ្រាន់តែមួយដួងហ្នឹងវាភ្លឺណាស់ហើយ1000 ដួងទៀតណាហ្នឹងណាហើយជាបន្តទៅនៅមានតទៅទៀតនៅក្នុងបញ្ញាបារមីដែលមានកិច្ចត្រូវបំពេញណាទេណាសូមអនុមោទនា